ក្រុមហ៊ុនមិត្តហ្វូនដែលជាប្រតិបត្តិការផ្ដល់សេវាទូរគមនាគមន៍ឈានមុខមួយនៅកម្ពុជានៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះបានទទួលអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីបានរៀបចំខ្សែបណ្ដាញរួចជាស្រេចក្នុងការផ្ដល់សេវាកម្មទូរស័ព្ទចល័តអ៊ីនធឺណិតនិងសេវាកម្មបម្រើអតិថិជនដោយការយកចិត្តទុកដាក់និងឧត្តមភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងចាប់ពីម៉ោង 12:00 នាទីព្រឹកថ្ងៃទី13ខែមិថុនាមិត្តហ្វូនបានដំណើរការបណ្ដាញបញ្ជូនជំនួសដោយមានសមត្ថភាពបម្រុងទុកសរុបយ៉ាងច្រើនសន្ធឹកសន្ធាប់សេវាកម្មទាំងអស់របស់មិត្តហ្វូនរួមទាំងសំឡេងអ៊ីនធឺណិតទិន្នន័យចល័តនិងវេទិកា Digital គឺបានផ្ដល់ដំណើរការយ៉ាងរលូននិងអាចទុកចិត្តបានដោយបំពេញរាល់តម្រូវការទំនាក់ទំនងរបស់បុគ្គលអាជីវកម្មនិងអង្គការនានាទូទាំងប្រទេសបើតាមការឲ្យដឹងរបស់លោកវ៉ាន់ច័ន្ទវុធីនាយកផ្នែកលក់បានប្រាប់ឲ្យដឹងថាមិត្តហ្វូនបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការធានាបាននូវប្រតិបត្តិការបណ្ដាញប្រកបដោយស្ថិរភាពគ្រប់កលៈទេសៈទាំងអស់ហើយនៅពេលនេះអតិថិជនអាចទទួលបានសេវាកម្មគ្រប់ប្រភេទក៏ដូចជាសេវាកម្មអ៊ីនធឺណិតប្រើប្រាស់យ៉ាងងាយស្រួលនិងដំណើរការធម្មតាអតិថិជនអាចមកជាវSIM និងប្រើប្រាស់សេវាផ្សេងៗរបស់មិត្តហ្វូនតាមសាខានីមួយៗដែលនៅជិតលោកអ្នកបាទជំរាបសួរបងខ្ញុំឈ្មោះវ៉ាន់ច័ន្ទវុធីជានាយកផ្នែកលក់បាទប្រចាំក្រុមហ៊ុនមិត្តហ្វូនបាទចំពោះករណីនេះខាងក្រុមហ៊ុនទទួលបានព័ត៌មានហើយក៏បានបំរែបំរុងបាទឲ្យទាន់សភាពការដើម្បីឲ្យអតិថិជនរបស់ខ្លួនបាទរីករាយក្នុងការប្រើប្រាស់បាទនៅវិស័យទូរស័ព្ទបាទសេវាទូរស័ព្ទនេះហើយក្នុងនេះផងដែរក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំងមែនទែនគឺទី1យើងបានធ្វើការ backup ទាន់សភាពការទី2សូម្បីតែបណ្ដាញចែកចាយផលិតផលរបស់យើងគឺពួកយើងត្រៀមខ្លួនរួចជាស្រេចបាទដាច់ខាតត្រូវតែមាន SIM នៅលើទីផ្សារទូទាំងប្រទេសទៅតាមបណ្ដាញអ្នកងារតូបលក់ទី2ទៀតពាក់ព័ន្ធអំពីបណ្ដាញនៅ showroom រៀបចំកម្លាំងក្នុងការសម្របសម្រួលដល់បាទបងប្អូនដែលគាត់តម្រូវការនៅសេវាកម្មរបស់យើងបាទគឺយើងត្រៀមកម្លាំងគ្រប់គ្រាន់ដើម្បីបម្រើសេវាកម្មនេះទៅកាន់អតិថិជនរបស់ខ្លួនបាទចំពោះបញ្ហាគុណភាពទី1យើង base ទៅលើរឿងវិស័យអ៊ីនធឺណិតបាទដែលសង្គមយើងបច្ចុប្បន្នគឺត្រូវការមែនទែនបាទគឺចំពោះសេវាអ៊ីនធឺណិតគឺយើងផ្ដល់ឲ្យគាត់គឺលឿនបាទបន្ថែមទៀតព្រោះយើងធ្វើការ upgrade បាទដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនដែលជាអតិថិជនរបស់មិត្តហ្វូនបាទទី2ពាក់ព័ន្ធពីបញ្ហា call សេវា call ក៏អត់មានអីជាឧបសគ្គដែរបាទសម្រាប់ក្រុមហ៊ុន មិត្តហ្វូនបាទសម្រាប់ព័ត៌មានអតិថិជនដែលគាត់បុកសម្រុកមកគឺ25បាទខេត្តរាជធានីខេត្តគឺគាត់ចូលសម្រុកចូលទៅដល់ក្រុមហ៊ុន មិត្តហ្វូនដើម្បីគាត់មកទទួលយកសេវាកម្មរបស់យើងបន្ថែមទៀតបាទគ្រប់ទីកន្លែងតែម្ដងជាពិសេសគឺនៅរាជធានីភ្នំពេញនេះឯងបាទដូចបងឃើញស្រាប់ហើយគឺបាទអតិថិជនគាត់បុកមកខ្លាំងមែនទែនបាទតែទោះបីជាយ៉ាងណាក៏ខាងក្រុមហ៊ុនរៀបចំលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាទដើម្បីបម្រើសេវាកម្មជូនគាត់ដែរបាទ